សួស្តីលោកស្រីប្រិមិត្តកំពុងស្ដាប់ជាទីមេត្រីជាបន្តទៅទៀតនេះសូមជូនព័ត៌មានក្នុងខេត្តបៃលិនអភិបាលខេត្តបៃលិនក្រានរំលឹកដល់ក្រុមការងារនិងសមត្ថកិច្ចចម្រុះប្រចាំការនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំត្រូវយកចិត្តទុកដាក់ខ្ពស់និងជួយសម្របសម្រួលដល់បងប្អូនពលករដែលវិលត្រឡប់មកពីថៃនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងជូនដំណើរបងប្អូនពលករខ្មែរដែលមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តបៃលិននៅថ្ងៃទី26ខែមិថុនាឆ្នាំ2025លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានមានប្រសាសន៍ណែនាំដល់ក្រុមការងារនិងសមត្ថកិច្ចចម្រុះដែលកំពុងប្រចាំការនៅមាត់ច្រកទ្វារព្រំដែនត្រូវយកចិត្តទុកដាក់និងជួយសម្របសម្រួលជូនដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃប្រកបដោយការទទួលខុសត្រូវខ្ពស់លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងរដ្ឋបាលខេត្តជាប់ព្រំដែនទាំង7ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយបងប្អូនពលករខ្មែរយើងមកពីប្រទេសថៃត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែនការស្នាក់នៅបណ្ដោះអាសន្នការហូបចុងការថែទាំព្យាបាលសុខភាពបឋមនិងការដឹកជញ្ជូនបងប្អូនពីព្រំដែនត្រឡប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនបងប្អូនពលករយើងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថាដោយស្ថានភាពព្រំដែនកាន់តែតឹងតែងនិងដោយមានការអំពាវនាវពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាឲ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញឬធ្វើការប្រមាថណាមួយហើយរដ្ឋាភិបាលនឹងរងចាំទទួលទាំងអស់ឲ្យតែជនជាតិខ្មែរទោះបីជាមានឯកសារគ្រប់គ្រាន់ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយហើយជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តបៃលិនគឺមានបងប្អូនពលករខ្មែរបានធ្វើដំណើរឆ្លងកាត់ព្រំដែនត្រឡប់មកកម្ពុជាវិញជាបណ្ដាដោយរដ្ឋបាលខេត្តបានសហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករនៅក្បែរព្រំដែនដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្នការហូបចុកការថែទាំព្យាបាលសុខភាពនិងជូនដំណើរវិលត្រឡប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរសូមបញ្ជាក់ថាច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តបៃលិនស្ថិតក្នុងភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តបៃលិនដោយឆោមនឹងច្រកបានផាកានស្ថិតក្នុងភូមិបានផាកានឃុំខ្លងយ៉ៃស្រុកពងណាមរងខេត្តច័ន្ទបុរីព្រះរាជាណាចក្រថៃហើយបានក្លាយជាច្រកអន្តរជាតិផ្លូវការនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2003ក្នុងចំណោមច្រកទ្វារអន្តរជាតិជាច្រើនរបស់ព្រះរាជាណាចក្រកម្ពុជាហើយនៅមុនពេលមានចំនួនព្រំដែនកើតឡើងច្រកទ្វារព្រំដែនអន្តរជាតិព្រំមានភ្ញៀវទេសចរពលករនិងការដឹកជញ្ជូនទំនិញចេញចូលឆ្លងកាត់ព្រំដែនយ៉ាងសកម្មព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អរវាងមន្ត្រីជួរមុខទាំងទ្វេភាគីកម្ពុជានិងថៃផងដែរបាទលោកនាងកំពុងស្ដាប់ជាទីមេត្រីព័ត៌មាននៅក្នុងខេត្តបៃលិនដែលជម្រាបជូននៅខ្ញុំបាទនៅពេលនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណ